ចានេះគឺជាឈុតត្រាក់ទ័រខ្នាតតូចដែលបងអាចយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារតិចតួចចាបងខ្លះគាត់មានដីនៅជុំវិញផ្ទះគាត់ត្រូវការដាំបន្លែហូបផ្ទាល់ខ្លួនអីអញ្ចឹងអាចយកជាប្រភេទនេះបានចាហើយសម្រាប់ត្រាក់ទ័រនេះមានម៉ាក Kubota ស៊េរី B 1400កម្លាំង14សេស3ម៉ាស៊ីននិងប៉ុង2ហើយសម្រាប់ឈុតដែលចាប់នេះគឺមានកាត់ស្មៅជាមួយនឹងប៉ែរុញចាបងខ្លះគាត់សួរថាតើខ្នាតជាង10សេសអញ្ចឹងអាចដាក់ប៉ែរុញបានអត់ចាគឺយើងអាចដាក់បានហើយដាក់បានយ៉ាងស្អាតទៀតផងសម្រាប់បងដែលមានដីអត់ទាន់សូវស្មើអីបងអាចយកប្រភេទនេះទៅឈូសពង្រាបដីបានហើយសម្រាប់កាត់ស្មៅនៅផ្នែកខាងក្រោយត្រាក់ទ័រដែលយើងបានបំពាក់នេះគឺមានខ្នាត9ទឹកចាសម្រាប់ជាង10សេសគឺយើងដាក់9ទឹកគឺល្មមស្មើកង់ហើយពេលដែលយើងប្រើប្រាស់ជាក់ស្ដែងយកទៅកាត់ហ្នឹងគឺត្រាក់ទ័រក៏អត់ប្រឹងដែរចាគឺដាក់មកគឺស៊ីកម្លាំងជាមួយនឹងត្រាក់ទ័រតែម្ដងហើយឈុតនេះគឺយើងរៀបចំរួចរាល់នៅតែបំពាក់ដំបូលបន្ថែមទេគឺយើងអាចយកទៅប្រើប្រាស់បានហើយចាសម្រាប់បងដែលមានដីតិចតួចឬក៏បងខ្លះគាត់យកទៅដាំបន្លែជាលក្ខណៈគ្រួសារចាទុកហូបខ្លួនឯងអីអញ្ចឹងគឺអាចយកជាប្រភេទនេះបានចាគឺប្រភេទនេះគឺមកល្មមតែម្ដងចាគឺយើងប្រើតិចតួចអីគឺបានហើយវាធូរកម្លាំងចឹងបងដែលមានតម្រូវការចាជាប្រភេទត្រាក់ទ័រខ្នាតតូចខ្នាតធំខ្នាតកណ្ដាលគឺបងអាចធ្វើការតំណែងមកកាន់តុងមីនីបានហើយសម្រាប់តម្លៃក៏ដូចជាព័ត៌មានបន្ថែមគឺបងអាចឆាតចូល page បានអរគុណសម្រាប់ការផ្ដល់ទំនុកចិត្តអរគុណសម្រាប់ការតែងតែជួយ like និង share នៅរាល់វីដេអូរបស់តុងមីនីអរគុណច្រើនជំរាបលា